កីឡាករកំពុងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សលោកគ្រូអេពូថងកីឡាមកពីអេពូថងកីឡាបង្គោលខៀវលូជីវិនកីឡាករថ្វាយបង្គំគ្រូរំលឹកគុណគ្រូគ្នាគ្រូបង្វឹកលោកសូនប៊ុនសូតកីឡាករមកពីក្លឹបបាក់សីស្លាបដែកចក្រមត្រៀមគូទី6ដែលជាគូចុងក្រោយទឹកទី1ទឹកទី1វាយចូលលុកចូលពីបេដៃរុញក្រហមរត់កធាវរត់ដែរបោកអាយ៉ាលោកគង់បោកចូលជង្គង់បោកចូលគូទី6អើយបាទឯគូចុងក្រោយគោក្រហមលេងសក់អស់ផ្ទះដែរហ្នឹងអោកាច់ក្លេដួលដាប់ដៃឆ្វេងស្ដាំអាយ៉ាកដាលសូយសង្គមបំបាយចេញហើយរិទ្ធរដ្ឋាបង្គោលក្រហមបាទពិសោធន៍ថ្មីសុទ្ធវាយមួយបង្គោលខៀវជាមួយតាឡូជីវិតជីវិតដាប់ដៃដូចនេះអូយទៅហើយបណ្ដៃបីដកជើងស្ដាប់ដូចគ្នាបង្គោលខៀវក្រហមអបកាច់កកទៅបីទៀតអាយ៉ាបងបដួកទៅអាកដាប់ដៃទៅជាមួយអ្នកថ្មីសុទ្ធប៉ះថ្មីសុទ្ធហើយបាទបង្គោលក្រហមហ៊ានទៅបត់កខ្លាហើយលោកស្រាវុធដាក់ចូលតាមប្រកួតទៀតរត់ដាក់មេផាយរបងជីបង្គោលខៀវអើយនេះជាប់ដួលអត់ទៅដួលអមរិទ្ធរដ្ឋាឈ្នះបង្គោលខៀវដោយបង្គោលខៀវបោះបង់ការប្រកួតក្នុងទឹកទី1